ខ្ញុំបាទសូមជម្រាបសួរបងប្អូននិងមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម Facebook ខ្ញុំបាទមាសឆាយជាម្ចាស់ Page Justice Lover in Cambodia ក្នុងថ្ងៃនេះដែរខ្ញុំបាទមានមតិមួយចំនួនដើម្បីឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកពិចារណាទាំងអស់គ្នាហើយក្នុងឱកាសនេះខ្ញុំបាទក៏សូមអំពាវនាវដល់ប្រជាពលករដែលបានចំណាក់ស្រុកព្រមទាំងប្រជាពលរដ្ឋជុំវិញពិភពលោកសូមឲ្យប្រជាពលករទាំងអស់ព្រមទាំងប្រជាពលរដ្ឋដែលនៅជុំវិញពិភពលោកក្រោកឡើងដើម្បីទាមទារសិទ្ធិក្នុងការបោះឆ្នោតទាមទារឲ្យរដ្ឋាភិបាលហ៊ុនសែនបង្កើតការិយាល័យនៅតាមបណ្ដាប្រទេសផ្សេងៗដើម្បីឲ្យប្រជាពលករដែលចំណាក់ស្រុកនិងប្រជាពលរដ្ឋនៅជុំវិញពិភពលោកមានសិទ្ធិក្នុងការបោះឆ្នោតអ្វីទាំងអស់នេះយើងឃើញហើយថាប្រជាពលរដ្ឋជុំវិញពិភពលោកគឺមានការស្រឡាញ់នៃប្រទេសជាតិរបស់ខ្លួនគឺចង់បាននៃតំណាងរាស្ត្ររបស់ខ្លួនដែលប្រកបដោយសច្ចធម៌ដឹកនាំប្រទេសឈានទៅរកអរិយប្រទេសនៅលើសកលលោកអញ្ចឹងខ្ញុំជឿថាប្រជាពលរដ្ឋជុំវិញពិភពលោកព្រមទាំងប្រជាពលករទាំងអស់នោះគឺចង់ណាស់ដើម្បីបោះឆ្នោតក៏ប៉ុន្តែចំពោះលទ្ធភាពបងប្អូនមួយចំនួនក៏មិនអាចធ្វើទៅកើតដោយសារតែថាពេលវេលាថវិកាហើយនឹងចម្ងាយផ្លូវដែលបងប្អូនត្រូវវិលត្រឡប់មកប្រទេសកម្ពុជាគឺពិបាកអញ្ចឹងអ្វីទាំងអស់នេះគឺជាឧបសគ្គមួយសម្រាប់រាំងស្ទះនៅសិទ្ធិរបស់បងប្អូនក្នុងការជ្រើសតាំងនៃតំណាងរាស្ត្រដែលខ្លួនស្រឡាញ់អញ្ចឹងហើយក៏សូមឲ្យប្រជាពលរដ្ឋជុំវិញពិភពលោកទាំងអស់ព្រមទាំងប្រជាពលករសូមមេត្តាក្រោកឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលហ៊ុនសែនបង្កើតការិយាល័យនៅតាមស្ថានទូតបណ្ដាប្រទេសផ្សេងដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការបោះឆ្នោតរើសនៃតំណាងរាស្ត្ររបស់ខ្លួនហើយប្រជាពលរដ្ឋទូទាំងពិភពលោកអ្វីទាំងអស់នេះយើងដឹងហើយថាចំពោះបកប្រជាជនគឺតែងតែរកឧបាយកលនិងបង្កើតជាសាច់រឿងផ្សេងដើម្បីកាច់បំបាក់និងបន្លែបន្លំនៅស្លឹកឆ្នោតយើងមើលគ្រប់អាណត្តិចំពោះបកប្រជាជនគឺមិនដែលធ្វើអ្វីមួយដោយភាពសុចរិតនោះឡើយគឺតែងតែប្រើនៅអំពើទុច្ចរិតដើម្បីប្លន់នៃអំណាចប្លន់នៃឆន្ទៈរបស់ប្រជាពលរដ្ឋបើយើងទាំងអស់គ្នាមិនខិតខំប្រឹងប្រែងដើម្បីទាមទារសិទ្ធិនៃការបោះឆ្នោតទេនោះទីបំផុតអំណាចរបស់យួននឹងគ្រប់គ្រងទឹកដីខ្មែររបស់យើងឃើញហើយថារាល់សកម្មភាពនៃបកប្រជាជនដែលបានធ្វើមកលើនៃប្រជាពលរដ្ឋខ្មែរគឺតែងតែមានភាពតឹងតែងអំពីបញ្ហានៃអត្តសញ្ញាណប័ណ្ណក៏ដូចគ្នាតែចំពោះជនជាតិយួនរដ្ឋាភិបាលហ៊ុនសែនគឺធូររលុងចំពោះជនជាតិយួនខ្លះមិនដឹងថាអត្តសញ្ញាណប័ណ្ណនោះជាអ្វីផងក៏ប៉ុន្តែចំពោះសមត្ថកិច្ចដែលចោះធ្វើអត្តសញ្ញាណប័ណ្ណបែរជាធ្វើអត្តសញ្ញាណប័ណ្ណទាំងអស់នោះទៅឲ្យជនជាតិយួននោះទៅវិញដើម្បីឲ្យជនជាតិយួនទាំងអស់នោះមានសិទ្ធិក្នុងការបោះឆ្នោតអញ្ចឹងអ្វីទាំងអស់របស់បកប្រជាជនអំណាចទាំងឡាយដែលបានគ្រប់គ្រងនៃប្រទេសជាតិរបស់យើងសពថ្ងៃនេះដោយសារតែបងប្អូនមួយចំនួនមិនមានសិទ្ធិក្នុងការបោះឆ្នោតដោយមានឧបសគ្គជាច្រើនក្នុងជីវភាពរស់នៅទើបបងប្អូនមានការចំណាក់ស្រុកទៅប្រទេសដទៃដើម្បីស្វែងរកនៃការងារធ្វើហើយប្រជាពលរដ្ឋមួយចំនួនគឺបានភៀសខ្លួនកាលពីសម័យខ្មែរក្រហមអញ្ចឹងចំពោះបងប្អូនទាំងអស់នោះក៏ជាជនជាតិខ្មែរក៏ត្រូវតែមានសិទ្ធិក្នុងការជ្រើសតាំងនៃតំណាងរាស្ត្ររបស់ខ្លួនដោយសារតែបងប្អូនត្រូវចំណាក់ស្រុកដោយសារតែបងប្អូនដែលស្នេហាជាតិទាំងអស់ត្រូវនៅក្រៅប្រទេសនេះហើយទើបធ្វើឲ្យយួនវាមានឱកាសក្នុងការបោះឆ្នោតទៅឲ្យបកប្រជាជនដើម្បីឲ្យបកប្រជាជនធ្វើអ្វីគ្រប់យ៉ាងដើម្បីផលប្រយោជន៍របស់យួនដូច្នេះអ្វីទាំងអស់នេះគឺសូមឲ្យប្រជាពលរដ្ឋជុំវិញពិភពលោកទាំងអស់ត្រូវក្រោកឡើងដើម្បីដាក់ញត្តិទាមទារ
ឲ្យរដ្ឋាភិបាលហ៊ុនសែនបង្កើតនៃការិយាល័យចុះឈ្មោះបោះឆ្នោតហើយនឹងការិយាល័យបោះឆ្នោតដើម្បីឲ្យប្រជាពលរដ្ឋជុំវិញពិភពលោកនិងប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងនៃតំណាងរាស្ត្រអ្វីទាំងអស់នេះជាក្តីសង្ឃឹមរបស់ប្រទេសជាតិបើបងប្អូននៅតែបណ្តែតបណ្ដោយមិនសុំសិទ្ធិដើម្បីបោះឆ្នោតជ្រើសតាំងចំពោះតំណាងរាស្ត្រដែលប្រកបដោយភាពសុចរិតនោះទីបំផុតប្រទេសជាតិរបស់យើងនឹងត្រូវវិនាសដោយសារតែបកប្រជាជនដែលបង្កឡើងយើងឃើញហើយថាលំហូរចូលនៃជនជាតិយួនមួយថ្ងៃមួយថ្ងៃមួយឆ្នាំមួយឆ្នាំការលំហូរចូលរបស់យួនក៏កាន់តែច្រើនហើយចំពោះយួនខ្លះទើបនឹងមករស់នៅលើទឹកដីខ្មែរបានតែមួយខែឬក៏ពីរខែក៏ត្រូវទទួលបាននៅអត្តសញ្ញាណប័ណ្ណនិងការចុះឈ្មោះដើម្បីបោះឆ្នោតមានសិទ្ធិបោះឆ្នោតចុះចំពោះយើងដែលជាខ្មែរដែលកើតនៅលើទឹកដីខ្មែរជាសញ្ជាតិខ្មែរជនជាតិខ្មែរដ៏ពិតចុះហេតុអ្វីក៏យើងមិនមានសិទ្ធិក្នុងការបោះឆ្នោតដើម្បីជ្រើសតាំងនៃតំណាងរាស្ត្ររបស់យើងអញ្ចឹងយើងទាំងអស់គ្នាចាប់ពីថ្ងៃនេះពេលនេះយើងត្រូវតែទាមទារឲ្យរដ្ឋាភិបាលហ៊ុនសែនបង្កើតការិយាល័យបោះឆ្នោតនៅតាមបណ្ដាប្រទេសផ្សេងដើម្បីឲ្យប្រជាពលករហើយនិងប្រជាពលរដ្ឋដែលនៅជុំវិញពិភពលោកមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងនៃតំណាងរាស្ត្ររបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះបើបងប្អូនទាំងអស់មិនពង្រឹងនៃគោលជំហរពង្រឹងនៃការសាមគ្គីភាពមិនសុំសិទ្ធិដើម្បីបោះឆ្នោតជ្រើសតាំងនៃតំណាងរាស្ត្រទីបំផុតយួនវានឹងយកសិទ្ធិរបស់បងប្អូនដើម្បីបោះឆ្នោតបង្ក្រប់កិច្ចទៅឲ្យបកប្រជាជនដើម្បីឲ្យបកប្រជាជនកាន់តែមានអំណាចកាន់តែខ្លាំងទីបំផុតទឹកដីរបស់យើងមិនខុសអំពីកម្ពុជាក្រោមនោះឡើយដូច្នេះសូមឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកទាំងអស់យើងត្រូវតែធ្វើញាក់ទាមទារម្ដងហើយម្ដងទៀតដើម្បីឲ្យរដ្ឋាភិបាលហ៊ុនសែនបង្កើតនៃការិយាល័យបោះឆ្នោតនៅតាមបណ្ដាប្រទេសផ្សេងអ្វីទាំងអស់យើងមិនមែនគ្រាន់តែការតាំងចិត្តនិងព្យាយាមទេតែអ្វីទាំងអស់យើងត្រូវតែនាំគ្នាធ្វើដើម្បីប្រទេសជាតិរបស់យើងបើយើងគ្មានលទ្ធភាពនឹងវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីជ្រើសតាំងនៃតំណាងរាស្ត្ររបស់យើងសម្រាប់កូនចៅជំនាន់ក្រោយយើងទេយើងក៏ត្រូវមានសិទ្ធិក្នុងការទាមទារឲ្យរដ្ឋាភិបាលហ៊ុនសែនបង្កើតការិយាល័យនៅតាមបណ្ដាប្រទេសផ្សេងដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិបោះឆ្នោតពីព្រោះយើងជាជនជាតិខ្មែរយើងជាសញ្ជាតិខ្មែរយើងមើលប្រទេសភូមាយើងដឹងហើយថាក្រោកពីការធ្វើសង្គ្រាមហើយក៏ជាប្រទេសដែលមានអំណាចផ្ដាច់ការជាងប្រទេសខ្មែរតែចំពោះប្រទេសភូមាគេអាចដាក់ការិយាល័យរបស់គេតាមស្ថានទូតផ្សេងដែលមានជនជាតិភូមារស់នៅហើយក៏គេបានផ្ដល់សិទ្ធិទៅឲ្យជនជាតិភូមាដែលនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតដើម្បីជ្រើសតាំងនៃតំណាងរាស្ត្ររបស់ពួកគេចុះយើងវិញថាតើយើងអាចមានសិទ្ធិក្នុងការបោះឆ្នោតថាតើយើងអាចមានសិទ្ធិដើម្បីទាមទារឲ្យរដ្ឋាភិបាលហ៊ុនសែនបង្កើតនៃការិយាល័យដូចជាប្រទេសភូមាដែរឬអត់ដូច្នេះសូមបងប្អូនត្រូវពិចារណាចាប់ពីថ្ងៃនេះទៅយើងទាំងអស់គ្នាត្រូវក្រោកឡើងដើម្បីទាមទារសិទ្ធិក្នុងការបោះឆ្នោតបាទសូមអរគុណនិង